bạn chuẩn bị số cùng hai bóng ổn video đến đấy khi ông trong chạy lệ tập can bóng ổn đó thì ông bị cầm thi đại vớiนิยมปรับปะនៅក្នុងឆ្នាំ2025សម្រាប់កម្មវិធីកាត់តវីដេអូនិងការ edit ទៅលើរូបភាពនៅក្នុងឆ្នាំ2025នេះផងដែរជាពិសេសសម្រាប់បងប្អូននៅក្នុងការផលិតមាតិកាផ្សេងដើម្បីជាប្រយោជន៍សម្រាប់បងប្អូនបានដឹងនិងទទួលបានបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់កម្មវិធីទាំងនេះដោយដែលបងប្អូនបានដឹងស្រាប់ហើយមុននឹងក្លាយជា professional creator content เนี่ยអញ្ចឹងបងប្អូនត្រូវមានជំនាញជាច្រើនយើងមិនអាចមានជំនាញត្រឹមថតរូបអញ្ចឹងបងប្អូនត្រូវមានជំនាញក្នុងការកាត់តវីដេអូជាសំខាន់បើសិនជាបងប្អូនអត់មានជំនាញទេវីដេអូបងប្អូនត្រឹមតែថតហើយផុសនោះវីដេអូបងប្អូនអត់មានគុណភាពហើយមិនបានទាក់ទាញអ្នកទស្សនាបានកាន់តែច្រើននោះទេនេះជាចំណុចមួយដែលយើងត្រូវបន្ថែមទៅលើវីដេអូរបស់យើងផងដែរអូខេនៅក្នុងកម្មវិធីដែលពេញនិយមក្នុងការកាត់តវីដេអូនិងការ edit ទៅលើរូបភាពទាំង10នៅឆ្នាំ2025នេះអញ្ចឹងខ្ញុំសូមចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាដើម្បីបានស្គាល់និងបានដឹងទាំងអស់គ្នាដែលក្នុងនោះកម្មវិធីទី1គឺដែលយើងមានឈ្មោះថា CapCut គឺបច្ចុប្បន្ននេះគឺពេញនិយមមែនទែនប៉ុន្តែមួយរយៈចុងក្រោយនេះ CapCut គឺត្រូវការឲ្យយើងចុះឈ្មោះដើម្បីទិញក្នុងការប្រើប្រាស់កម្មវិធីទី2ដែលយើងមានឈ្មោះថា InShot ក៏ជាកម្មវិធីមួយសម្រាប់កាត់តវីដេអូឬក៏ការ edit រូបភាពឬក៏ការរចនាផ្សេងៗនៅក្នុង InShot នេះផងដែរកម្មវិធីទី3ដែលយើងមានឈ្មោះថា Photoshop អូខេ Photoshop នេះគឺមានការពេញនិយមរៀងយូរដែរហើយប៉ុន្តែបច្ចុប្បន្ននេះយើងអត់សូវបានប្រើប្រាស់ទេនៅក្នុង Photoshop កម្មវិធីទី4គឺកម្មវិធី Wondershare អូខេ Wondershare ក៏កម្មវិធីមួយដែលពេញនិយមប្រើប្រាស់ផងដែរកម្មវិធីទី5ដែលយើងមានឈ្មោះថា VN អូខេ VN នេះគឺជាកម្មវិធីមួយដែលពេញនិយមផងដែរក្នុងការកាត់តឬក៏ edit ទៅលើវីដេអូផ្សេងៗកម្មវិធីទី6គឺ Viva Video អូខេនៅក្នុងកម្មវិធីនេះយើងពេញនិយមក្នុងការប្រើប្រាស់ផងដែរកម្មវិធីទី7គឺកម្មវិធី Photo Room អូខេ Photo Room គឺកម្មវិធីមួយគឺសម្រាប់edit ទៅលើរូបភាពនិងវីដេអូផងដែរកម្មវិធីទី8គឺកម្មវិធី Lightroom អូខេ Lightroom ក៏ពេញនិយមផងដែរនៅក្នុងការប្រើប្រាស់ផ្សេងៗកម្មវិធីកាត់តមួយដែលយើងពេញនិយមក្នុងការប្រើប្រាស់ហើយកម្មវិធីទី10គឺ Canva អូខេ Canva គឺកម្មវិធីមួយដែលយើងពេញនិយមក្នុងការប្រើប្រាស់សម្រាប់ការកាត់តការ edit ទៅលើរូបភាពអូខេសង្ឃឹមថាបងប្អូននឹងបានស្គាល់នៅក្នុង app ទាំងអស់នេះដើម្បីទាញយកទៅប្រើប្រាស់ដើម្បីជាប្រយោជន៍នៅក្នុងការផលិតមាតិកានិងការរចនាទៅលើវីដេអូនិងការ edit ទៅលើរូបភាពដើម្បីទទួលបានគុណភាពបានកាន់តែច្បាស់ដើម្បីយើងទាក់ទាញអ្នកទស្សនាបានកាន់តែច្រើនផងដែរសូមអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាទសូមបងប្អូនជួយ Subscribe Channel ខ្ញុំបាទអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតផងដែរ